taនិស្សិតខ្មែរយើងដែលទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Harvard ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅជុំវិញពិភពលោកហ្នឹងគឺមានសកម្មភាពអីគេខ្លះនៅថ្ងៃទទួលសញ្ញាបត្រហ្នឹងតោះយើងទៅមើលវីដេអូមួយនេះទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នានៅថ្ងៃដ៏ពិសេសមួយនេះហើយក៏អរគុណអ្នកទាំងអស់គ្នាជាច្រើនដែលបានចូលរួមចំណែកនៅក្នុងថ្ងៃនេះផងដែរអញ្ចឹងមុនពេលដែលដល់ថ្ងៃគឺប៉ាខ្ញុំគាត់ពងជួយ demo ឲ្យខ្ញុំហើយមុនមួយថ្ងៃហ្នឹងក៏មានកម្មវិធីអាស៊ីដែលយើងបានជា stall នេះផងដែរហើយខ្ញុំក៏ទទួលបាន gift មួយចំនួនផងដែរអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការឆ្លាញ់ក៏ដូចជាការជួយគាំទ្រគ្រប់យ៉ាងហើយនេះគឺជាពេលផឹកឡើងគឺនៅថ្ងៃចាប់ផ្ដើមពេលផឹកហ្នឹងគឺពួកយើងត្រូវដើរទៅកម្មវិធីរបស់សាលាដែលជាកម្មវិធីសិស្សគ្រប់សាលាទាំងអស់គឺយើងដើរទៅជុំគ្នាអញ្ចឹងណាអញ្ចឹងសាលា Graduate School of Education ត្រូវដើរទៅបើអ្នកទាំងអស់គ្នាឃើញថាទេបើខ្ញុំដោះស្បែកជើងហ្នឹងមូលហេតុគឺដោយសារតែដើររៀងឆ្ងាយដែរហើយខ្ញុំពាក់បែកជើងកែញោអញ្ចឹងគឺយើងដើរតាមសាលារបស់យើងតាម school អញ្ចឹងពួកខ្ញុំមកពី Graduate School for Education យើងដើរជុំគ្នាគេមាន Harvard Business School Harvard Kennedy School Dental School Medicine School អញ្ចឹងគឺគេដើរផ្សេងៗគ្នាជាដើមអញ្ចឹងទៅហើយនេះអ្នកទាំងអស់គ្នាគឺខាងសាលាពួកខ្ញុំហើយកន្លែងនេះគឺប៉ាខ្ញុំហើយហៀងអីគាត់កំពុងតែឈរចាំនៅនឹងពេលព្រឹកហ្នឹងគឺម៉ាក់ខ្ញុំគាត់នៅសម្រាប់ពីព្រោះថាគាត់តែអញ្ជើញមកដល់សហរដ្ឋអាមេរិកហើយនេះគឺយើងទទួលបានជាกระดาษដែលគេប្រាប់ថាកម្មវិធីរបស់យើងពេលព្រឹកហ្នឹងគឺមានកម្មវិធីអីគេខ្លះហើយអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនមានអារម្មណ៍ថាខ្លួនឯងដូចនៅក្នុងរឿង Harry Potter អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងថាមូលហេតុអ្វីបានជាខ្ញុំនិយាយថាខ្លួនឯងនៅក្នុងរឿង Harry Potter តិចទៀតគឺខ្ញុំនឹងបើកសំឡេងជូនអ្នកទាំងអស់គ្នាដើម្បីស្ដាប់ពីព្រោះថាគ្រាន់តែស្ដាប់ហើយគឺឡើងភឺសបល់ហើយមានអារម្មណ៍ថាខ្លួនឯងឆ្លងភពឆ្លងពេលវេលាអីចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងមានរឿងអីកើតឡើងបន្តិចទៀតយើងនឹងទៅស្ដាប់ទាំងអស់គ្នាប៉ុន្តែមុននឹងដល់ហ្នឹងគឺគេមានហៅសាលាមួយឡើងឈរទះដៃហើយលើកអីតំណាងសាលាអញ្ចឹងឧទាហរណ៍ថាសាលាពួកខ្ញុំគឺលើកសភៅអញ្ចឹងឥឡូវយើងចាំស្ដាប់ទាំងអស់គ្នាអ្នកទាំងអស់គ្នាបន្ថយសលេងផងហើយដោយសារលឺខ្លាំងណា I confer on you the degrees for which you have qualified and declare that you are well prepared to guide and serve the learning needs of contemporary society. Congratulations. ទាំងអស់គ្នាអញ្ចឹងបន្តមកទៀតគឺយើងអង្គុយស្ដាប់អីបន្តទៀតហើយពេលដែលអង្គុយស្ដាប់ហ្នឹងគឺមានស្លឹកឈើជ្រុះពីលើមកអញ្ចឹងឯងអ្នកទាំងអស់គ្នាឡើងដូច blessing អញ្ចឹងហើយមានផ្កាមានអីជ្រុះចឹងទៅហើយបន្តមកនៅពេលចុងក្រោយហ្នឹងគឺពេលដែលចិត្តចប់គឺគេនឹងធ្វើរឿងមួយដែលសម្រាប់ខ្ញុំគឺខ្ញុំគិតថាដូច Harry Potter ឥឡូវយើងទៅស្ដាប់ទាំងអស់គ្នាទៀតAs the High Sheriff of Middlesex County, I declare that the meeting will be adjourned. បន្តមកទៀតគឺយើងឈានចូលដល់ពេលថ្ងៃដែលយើងទៅតាមសាលាមួយហើយយើងឡើងទទួលសញ្ញាបត្រលើឆាកតាមជំនាញតែម្ដងអញ្ចឹងពួកយើងតម្រង់ជួរតាមជំនាញដែលជំនាញរបស់ខ្ញុំគឺ Education Policy Analysis ដែលជាជំនាញវិភាគគោលនយោបាយអប់រំហើយនេះគឺប៉ាខ្ញុំហើយហៀងអីគាត់ចាំថតអញ្ចឹងណាអញ្ចឹងគឺខ្ញុំដើរចូលទៅខាងក្នុងហ្នឹងក៏មានមិត្តភក្តិគាត់ជួយថតជួយអីដែរអញ្ចឹងនេះគឺខ្ញុំកំពុងតែនៅចាំឡើងទៅតាមកៅអីហ្នឹងហើយគឺយើងឡើងទៅជួរខាងតាមសាលារបស់យើងដើម្បីយើងឡើងទៅយកសញ្ញាបត្រ
សរុបមកវិញគឺតិចទៀតអ្នកទាំងអស់គ្នាប្រហែលជាបានឃើញហើយគឺយើងមានឈ្មោះសិស្សសម្រាប់ជំនាញហ្នឹងតែឈ្មោះនៅណាដោយសារតែយើងនឹងឡើងទៅតាមឈ្មោះរបស់យើងចឹងទៅហើយបន្ទាប់មកគឺមាន Dean ហើយជាមួយនឹងមាននៅ Professor ផ្សេងៗគាត់បានអញ្ជើញឡើងមកហើយអ្នកទាំងអស់គ្នាខ្ញុំសប្បាយចិត្តខ្លាំងណាស់ពីព្រោះថា chair នៃ program របស់ខ្ញុំគឺ co-chair នៃ program របស់ខ្ញុំគឺគាត់ក៏ជា advisor របស់ខ្ញុំផងដែរគឺគាត់ជាអ្នកនឹងហុចសញ្ញាបត្រនឹងមកឲ្យខ្ញុំចឹងទៅ I'm very grateful ហើយខ្ញុំសប្បាយចិត្តខ្លាំងមែនតើខ្ញុំបានសិក្សារៀនសូត្រនៅសាកលវិទ្យាល័យនេះហើយខ្ញុំក៏ពិតជា grateful ខ្លាំងមែនតើពីព្រោះថាបើសិនជាអត់មានអ្នកទាំងអស់គ្នាទេខ្ញុំក៏អាចសិក្សារៀនសូត្រនៅនេះបានដែរហើយខ្ញុំនឹងធ្វើវីដេអូមួយផ្សេងទៀតតាក់ទងជាមួយនឹងការសិក្សារៀនសូត្រនៅនឹងហើយធ្វើមិនទៅទីនៅនឹងបានក៏ដូចជាតើខ្ញុំទទួលបានការ support បែបណាដែរនេះគឺជាខ្ញុំឡើងទៅទទួលសញ្ញាបត្រនៅលើ stage ហ្នឹងហើយខ្ញុំចង់ឲ្យគេស្គាល់ប្រទេសកម្ពុជាយើងកាន់តែច្រើនទៀតខ្ញុំដឹងថាខ្ញុំព្យាយាមប្រម៉ូទប្រទេសខ្មែរយើងនៅសាលាជាខ្លាំងប៉ុន្តែពេលឡើងលើឆាកហ្នឹងទៅគឺខ្ញុំលើកទង់ជាតិខ្មែរឡើងបន្ថែមទៀតផងដែរដើម្បីឲ្យគេកាន់តែស្គាល់ពីប្រទេសកម្ពុជារបស់យើងថែមទៀតអញ្ចឹងនៅពេលដែលចប់កម្មវិធីហ្នឹងគឺយើងក៏បានថតរូបជុំគ្នាខ្ញុំក៏បានថតរូបជុំគ្នាជាមួយនឹងប៉ាម៉ាក់ខ្ញុំហើយហៀងដូចគ្នាដែរហើយកម្មវិធីថ្ងៃនេះគឺចប់ហើយចឹងជាថ្មីមួយសារទៀតគឺខ្ញុំពិតជាអរគុណខ្លាំងមែនតើដោយសារតែខ្ញុំក៏អាចនឹងបានមករៀនឬមួយក៏ទទួលសញ្ញាបត្រនឹងដែរបើសិនជាអត់មានអ្នកទាំងអស់គ្នាក៏ដូចជាការជួយជ្រោមជ្រែងពីសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតរួមជាមួយនឹងលោកពូឯកឧត្តមរដ្ឋមន្ត្រីជាវណ្ឌិតផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីព័ត៌មានបន្ថែមទៀតតាក់ទងជាមួយនឹងការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យ Harvard ឬមួយក៏ធ្វើមិនទៅដាក់ពាក្យទៅបានតើខ្ញុំទទួលបានអាហារូបករណ៍ពីសាលាប្រមាណខ្លះហើយនឹងការជួយគ្រប់គ្រងបន្ថែមទៀតអ្វីខ្លះគឺខ្ញុំនឹងធ្វើជាវីដេអូចែករំលែកជូនអ្នកទាំងអស់គ្នានៅក្នុងវីដេអូខាងក្រោយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងអាច comment នៅខាងក្រោមឬមួយក៏បើសិនជាបងប្អូនភូមិទាំងអស់គ្នាមានមិត្តភក្តិបងប្អូនកូនក្មួយដែលគាត់ចង់ដឹងក៏អាច mention គាត់នៅខាងក្រោមក៏ដូចជាចែករំលែកវីដេអូមួយនេះជាមួយពួកគាត់ផងដែរអញ្ចឹងនេះគឺជាការសង្ខេបនៅថ្ងៃទទួលសញ្ញាបត្ររបស់ខ្ញុំនៅសាកលវិទ្យាល័យ Harvard ខ្ញុំពិតជាអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងមែនតើដែលបានមើលវីដេអូនេះពីដើមដល់ចប់យើងចាំជួបគ្នានៅវីដេអូក្រោយទៀតពីខ្ញុំម៉ានី